She also teaches us good manners and reminds us to respect others. Her love and sacrifices inspire me every day. If I have brothers and sisters, they are my best friends as well as my family members. អូខេអញ្ចឹងក្នុងនឹងគេសរសេរថាម៉េចគាត់ផងដែរបង្រៀនពួកយើងនៅការរៀបចំចរិតឫកពាឲ្យមានសុជីវធម៌ល្អនិងរំលឹកពួកយើងឲ្យចេះគោរពអ្នកដទៃការស្រឡាញ់និងការលះបង់របស់គាត់បានជំរុញទឹកចិត្តរបស់ខ្ញុំជារៀងរាល់ថ្ងៃប្រសិនបើខ្ញុំមានបងប្អូនប្រុសនិងបងប្អូនស្រីពួកគេគឺជាមិត្តដ៏ល្អបំផុតរបស់ខ្ញុំផងដែរក៏ដូចជាសមាជិកនៃគ្រួសាររបស់ខ្ញុំអូខេឥឡូវបងប្អូនយើងមើលយើងមានពាក្យពិបាកទេក្នុងហ្នឹងអូខេឥឡូវមើលពាក្យ C ប្រែថានាងប៉ុន្តែបើយើងនិយាយពីម្ដាយមានន័យថាគាត់យើងហៅថាគាត់អញ្ចឹងណា also ផងដែរវាគឺជា adverb នៅក្នុង sentence ហ្នឹងនៅក្នុងប្រយោគហ្នឹងណាប្រែថាផងដែរ teaches មកពីពាក្យ teach បង្រៀនកាលណាយើងប្រើមួយប្រធាន C អញ្ចឹងគឺយើងត្រូវថែម s ប៉ុន្តែដោយសារវាចប់ដោយ ch អញ្ចឹងកិរិយាសព្ទដែលចប់ដោយ ch នៅពេលដែលយើងប្រើមួយបរិបទវិចនៈដូច he she it ចេះយើងត្រូវថែម es teaches បង្រៀនus ពួកយើង good manners manner គឺគេចង់និយាយពីចរិតឫកពាមាយាទណា manner បុគ្គលិកលក្ខណៈអញ្ចឹងចរិតឫកពាមាយាទល្អពាក្យ good នេះល្អ and reminds us ពាក្យ remind ប្រែថារំលឹកណានិងរំលឹកពួកយើង to respect មានន័យគោរព others នឹងមានន័យថាអ្នកដទៃ her love មានន័យថាសេចក្តីស្រឡាញ់របស់នាង and sacrifices និងការលះបង់និងការបូជាការលះបង់ sacrifices ហ្នឹង inspire មានន័យថាជំរុញទឹកចិត្ត inspire me មានន័យជំរុញទឹកចិត្តរបស់ខ្ញុំហ្នឹង every day ជារៀងរាល់ថ្ងៃ if I have brothers and sister ប្រសិនបើខ្ញុំមានបងប្អូនប្រុសបងប្អូនស្រីណាយើង brother បងប្អូនប្រុស sister បងប្អូនស្រី they are my best friends ពួកគេគឺជាមិត្តដ៏ល្អបំផុតរបស់ខ្ញុំ as well as ផងដែរ as well as ហ្នឹងប្រែថាផងដែរ my family members សមាជិកគ្រួសាររបស់ខ្ញុំអូខេឥឡូវបងប្អូនយើងមើលយើងកន្លែងប្រយោគ if I have brothers and sister គេដាក់ comma ហើយបានជាកន្លែងនេះគេដាក់ comma ដោយសារតែប្រយោគនេះគឺជាប្រយោគលក្ខខណ្ឌណា first conditional ប្រយោគលក្ខខណ្ឌទី1នេះយើងមាន if ប្រសិនបើកាលណាយើងនិយាយ if ចឹងប្រសិនបើណាអញ្ចឹងកាលណាយើងប្រយោគលក្ខខណ្ឌកាលណាយើងដាក់ប្រយោគ if ប្រយោគ if ហ្នឹងមានន័យថាវាជាប្រភេទអនុប្រយោគយើងដាក់វាមុនអញ្ចឹងគឺយើងត្រូវដាក់ comma មួយណាបងប្អូនយើងដាក់ comma មួយបានត្រឹមត្រូវតាមក្បួនវិជ្ជាកររបស់វាអូខេឥឡូវខ្ញុំប្រែម្ដងទៀតគាត់ផងដែរបង្រៀនពួកយើងឲ្យមានចរិតឫកពាមាយាទល្អនិងរំលឹកពួកយើងឲ្យចេះគោរពអ្នកដទៃការស្រឡាញ់និងការលះបង់របស់នាងរបស់គាត់ជំរុញទឹកចិត្តខ្ញុំជារៀងរាល់ថ្ងៃប្រសិនបើខ្ញុំមានបងប្អូនប្រុសនិងបងប្អូនស្រីពួកគេគឺជាមិត្តដ៏ល្អបំផុតរបស់ខ្ញុំផងដែរសមាជិកនៃគ្រួសាររបស់ខ្ញុំ We study together, play games, help each other with homework, and share many happy moments. Sometimes we disagree or argue, but we always forgive each other quickly because we know that family is more important than small disagreements. We encourage each other to work hard and achieve our dreams. អូខេអញ្ចឹងក្នុងនឹងគេដាក់ថាម៉េចបងប្អូនអូខេតើឥឡូវបងប្អូនយើងមើលក្នុងនឹងគេដាក់ថាម៉េចពួកយើងសិក្សារួមគ្នាលេងហ្គេមជាមួយគ្នាជួយគ្នាទៅវិញទៅមកជាមួយនឹងកិច្ចការផ្ទះនិងចែករំលែកនៅពេលវេលាសប្បាយជាច្រើនជាមួយគ្នាពេលខ្លះពួកយើងមិនយល់ស្របនឹងគ្នាឬក៏ឆ្លោះប្រកែកគ្នាប៉ុន្តែពួកយើងតែងតែអភ័យទោសឲ្យគ្នាទៅវិញទៅមកភ្លាមពីព្រោះពួកយើងដឹងថាគ្រួសារគឺវាសំខាន់ជាងការដែលយើងឆ្លោះប្រកែកគ្នាពីរឿងតិចតួចពួកយើងជំរុញលើកទឹកចិត្តគ្នាទៅវិញទៅមក
ឲ្យប្រឹងប្រែងធ្វើការងារនិងសម្រេចបាននូវក្តីសុបិនរបស់ពួកយើងអូខេឥឡូវក្នុងនឹងយើងមានពាក្យពិបាកទេបងប្អូន we study together ពួកយើងសិក្សារួមគ្នាអញ្ចឹងប្រយោគនៅក្នុងហ្នឹងគឺ together មានន័យថារួមគ្នាណាវាជា adverb we study together ពួកយើងសិក្សារួមគ្នា play games លេង game ជាមួយគ្នា help each other ជួយគ្នាទៅវិញទៅមកណាអញ្ចឹងពាក្យ each other ពាក្យ each other នេះមានន័យថាទៅវិញទៅមក with homework ជាមួយនឹងកិច្ចការផ្ទះ and share និងចែករំលែកអញ្ចឹងពាក្យ share នេះមានន័យចែករំលែក many happy moments នៅពេលវេលាសប្បាយជាច្រើនរួមគ្នាអញ្ចឹងពាក្យ moment ពេលហ្នឹងសំដៅលើពេលវេលាណាពេលវេលាសប្បាយជាច្រើនអូខេនឹងចែករំលែកនៅពេលវេលាដ៏សប្បាយជាច្រើនជាមួយគ្នាពេលខ្លះគេ sometimes ពេលខ្លះវាជា adverb of frequency we disagree ពួកយើងមិនយល់ស្របនឹងគ្នា or argue ឬក៏ឆ្លោះប្រកែកគ្នាអញ្ចឹង argue ឆ្លោះប្រកែកគ្នាពាក្យ disagree នេះមានន័យថាមិនចុះសម្រុងគ្នា argue នេះមានន័យឆ្លោះប្រកែកគ្នា but we always forgive each other ប៉ុន្តែពួកយើងតែងតែអភ័យទោសឲ្យគ្នាទៅវិញទៅមកអញ្ចឹងពាក្យ forgive មានន័យថាអភ័យទោសណាលើកលែងទោសឲ្យប៉ុន្តែពួកយើងតែងតែអភ័យទោសឲ្យគ្នាទៅវិញទៅមកអញ្ចឹងពាក្យ each other បងប្អូនចេះណាទៅវិញទៅមក quickly យ៉ាងលឿន which adverb because ពីព្រោះ we know that ពួកយើងដឹងថាណា that ពេលនេះវាជា clause វាជា clause ធម្មតា ប្រយោគ that រហូតដល់ពេលនេះវាជា clause នេះណាវាជា clause អញ្ចឹងហើយ that ពេលនេះប្រែថាណាបងប្អូនពីព្រោះពួកយើងដឹងថាគ្រួសារគឺវាសំខាន់ជាងការឆ្លោះប្រកែកទាស់ទែងគ្នាតិចតួចអញ្ចឹង disagreement នេះមានន័យថាការមិនចុះសម្រុងគ្នាការមិនយល់ស្របនឹងគ្នាបន្តិចបន្តួចពាក្យ small បន្តិចបន្តួចណាឬក៏បងប្អូនអាចប្រែថាគ្រួសារគឺវាសំខាន់ជាងការដែលយើងទាស់ទែងគ្នាក្នុងរឿងតូចតាចអញ្ចឹងក៏បានដែរណា we encourage each other ពួកយើងជំរុញទឹកចិត្តគ្នាទៅវិញទៅមកអញ្ចឹងពាក្យ encourage នេះជំរុញទឹកចិត្ត each other នេះមានន័យទៅវិញទៅមក to work hard ឲ្យប្រឹងប្រែងធ្វើការងារ and achieve នឹងទទួលបាន our dreams នៅក្តីសុបិនរបស់ពួកយើងអូខេអញ្ចឹងសង្ឃឹមថាពួកយើងចេះទាំងអស់គ្នាណាពាក្យ achieve នេះមានន័យថាទទួលបានអូខេតើលោកបងប្អូនយើងបន្តមេរៀនទៀតក្នុងនេះគេដាក់ថាម៉េច My grandparents are also very special to our family. They have many years of experience and wisdom. They tell us interesting stories about their childhood and teach us valuable life lessons. They always encourage us to be respectful, honest and grateful. អូខេអញ្ចឹងក្នុងនឹងគេសរសេរថាម៉េចបងប្អូនគេដាក់ថាជីដូនជីតារបស់ខ្ញុំគឺផងដែរជាមនុស្សពិសេសចំពោះគ្រួសាររបស់ខ្ញុំពួកគាត់មានបទពិសោធន៍និងប្រាជ្ញាជាច្រើនឆ្នាំពួកគាត់បានប្រាប់ពួកយើងនៅរឿងដែលគួរចាប់អារម្មណ៍អំពីកុមារភាពរបស់ពួកគាត់និងបង្រៀនពួកយើងនៅមេរៀនជីវិតដ៏មានតម្លៃពួកគេតែងតែជំរុញលើកទឹកចិត្តពួកយើងឲ្យចេះគោរពស្មោះត្រង់និងដឹងគុណអូខេតោះឥឡូវបងប្អូនយើងមានពាក្យពិបាកទេក្នុងនឹងអញ្ចឹង grandparents មានន័យថាជីដូនជីតាអញ្ចឹងជីដូនជីតារបស់ខ្ញុំផងដែរ very special មានន័យថាពិសេសខ្លាំងណាស់ to ចំពោះ our family គ្រួសាររបស់ពួកយើង they have many years ពួកគេមាន experiences បទពិសោធន៍អញ្ចឹងពី experience បទពិសោធន៍ and wisdom និងបញ្ញាអញ្ចឹង wisdom ពេលនេះយើងប្រែថាប្រាជ្ញាណាពួកគេមានបទពិសោធន៍និងប្រាជ្ញាជាច្រើនឆ្នាំ They tell us ពួកគាត់បានប្រាប់ពួកយើង interesting stories រឿងដែលគួរចាប់អារម្មណ៍ about their childhood អំពីកុមារភាពរបស់ពួកគេអញ្ចឹង childhood មានន័យថាកុមារភាពកាលនៅពីក្មេងៗណានឹង childhood and teach us នឹងបង្រៀនពួកយើង valuable life lesson អញ្ចឹងពាក្យ valuable ដែលមានតម្លៃ life ជីវិត lesson មេរៀនអញ្ចឹងមេរៀនជីវិតដ៏មានតម្លៃនឹងបង្រៀនពួកយើងនៅមេរៀនជីវិតដ៏មានតម្លៃ
They always encourage us ពួកគេផងដែរជំរុញលើកទឹកចិត្តពួកយើង to be respectful ឲ្យចេះគោរពណា to be respectful មានន័យថាឲ្យចេះគោរព honest ស្មោះត្រង់ and grateful និងដឹងគុណអញ្ចឹងពាក្យ grateful មានន័យថាដឹងគុណអូខេតើឥឡូវយើងបន្តមេរៀនយ៉ាងទៀតគេដាក់ថា spending time with them make me feel happy because I learn many things from their experiences. Our family enjoys spending time together. Whenever we have free times, we often eat meals together, celebrate birthdays, visit relatives, watch movies, or travel to beautiful places. ចឹងក្នុងនោះគេសរសេរថាម៉េចបងប្អូនគេដាក់ថាការចំណាយពេលវេលាជាមួយពួកគាត់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តពីព្រោះខ្ញុំបានរៀននៅរឿងរ៉ាវជាច្រើនពីបទពិសោធន៍របស់ពួកគេគ្រួសាររបស់ពួកយើងពេញចិត្តរីករាយចំណាយពេលវេលាជាមួយគ្នានៅពេលណាដែលពួកយើងមានពេលទំនេរពួកយើងជាញឹកញាប់ញ៉ាំអាហាររួមគ្នាប្រារព្ធពិធីខួបកំណើតទៅលេងសាច់ញាតិមើលភាពយន្តឬក៏ធ្វើដំណើរទៅទីកន្លែងដ៏ស្រស់ស្អាតអូខេឥឡូវបងប្អូនជិះមានពាក្យពិបាកទេ spending time មានន័យថាការចំណាយពេលវេលា with ជាមួយនឹងពួកគេនេះ with them ជាមួយពួកគេ make me ធ្វើឲ្យខ្ញុំ feel មានអារម្មណ៍ happy សប្បាយចិត្ត because ពីព្រោះ I learn many things ខ្ញុំបានរៀន learn នឹងរៀនរឿងរ៉ាវជាច្រើន สิ่ง ពេលហ្នឹងសំដៅលើរឿងរ៉ាវជាច្រើន from their experiences ពីបទពិសោធន៍របស់ពួកគាត់ Our family គ្រួសាររបស់ពួកយើង enjoys ពេញចិត្ត spending times ចំណាយពេលវេលា together រួមគ្នា whenever ពេលណា we have free time ពួកយើងមានពេលទំនេរ we often eat meals together ពួកយើងជាញឹកញាប់ញ៉ាំអាហាររួមគ្នាណា meal ពេលហ្នឹងអាហារ together រួមគ្នា celebrate ប្រារព្ធ birthday ថ្ងៃកំណើត visit relatives ទៅលេងសាច់ញាតិ watch movies មើលភាពយន្ត or travel to beautiful places ឬក៏ធ្វើដំណើរទៅកាន់ទីកន្លែងដ៏ស្រស់ស្អាតអូខេអញ្ចឹងបងប្អូនសង្ឃឹមថាបងប្អូនចេះទាំងអស់គ្នាเนาะអូខេអញ្ចឹងមេរៀនយើងក្នុងវីដេអូហ្នឹងគឺដល់ទីបញ្ចប់ហើយសង្ឃឹមថាបងប្អូននឹងចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលមេរៀនបន្ថែមទៀត